ក្រសួងពាណិជ្ជកម្មនិងក្រសួងបរិស្ថានចាប់ដៃគ្នាជំរុញពាណិជ្ជកម្មបៃតងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិក្នុងជំហានថ្មីមួយដើម្បីរុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យដើរទន្ទឹមនឹងនិរន្តរភាពបរិស្ថានក្រសួងពាណិជ្ជកម្មនិងក្រសួងបរិស្ថានបានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈសំខាន់មួយស្ដីពីការជំរុញកិច្ចការអំពីគុណភាពបរិស្ថានក្នុងវិស័យពាណិជ្ជកម្មពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងពាណិជ្ជកម្មកាលពីរសៀលថ្ងៃទី11ខែសីហាឆ្នាំ2026ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឯកឧត្តមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានអនុស្សរណៈនេះមិនត្រឹមជាការពង្រឹងការអនុវត្តច្បាប់និងបទបញ្ញត្តិបរិស្ថានក្នុងសកម្មភាពធុរកិច្ចប៉ុណ្ណោះទេប៉ុន្តែវាក៏ជាយន្តការឆ្លើយតបទៅនឹងហានិភ័យបរិស្ថានដែលកើតចេញពីសកម្មភាពផលិតកម្មគោលដៅធំបំផុតគឺការការពារសុខភាពសាធារណៈនិងការប្រែក្លាយវិស័យពាណិជ្ជកម្មកម្ពុជាឲ្យក្លាយជាវិស័យដែលមានភាពប្រកួតប្រជែងខ្ពស់បរិយាបន្ននិងមានជីវភាពលោកជំទាវ ចោមនិមលបានសង្កត់ធ្ងន់ថាការអនុលោមភាពបរិស្ថានមិនមែនគ្រាន់តែជាកាតព្វកិច្ចច្បាប់នោះទេប៉ុន្តែជាគ្រឹះនៃការកសាងទំនុកចិត្តពីអ្នកប្រើប្រាស់និងការទាក់ទាញវិនិយោគិនដែលមានការទទួលខុសត្រូវលោកជំទាវបន្ថែមថាបច្ចុប្បន្នទីផ្សារអន្តរជាតិកំពុងរឹតបន្តឹងលើផលិតកម្មបៃតងការគ្រប់គ្រងកាកសំណល់និងប្រសិទ្ធភាពថាមពលប្រសិនបើកម្ពុជាធ្វើកិច្ចការនេះបានល្អវានឹងក្លាយជាសោរចាក់បើកទ្វារទីផ្សារកាន់តែធំសម្រាប់ផលិតផលខ្មែរក្រសួងទាំងពីរបានបដិញ្ញានឹងធ្វើការរួមគ្នាដោយតម្លាភាពនិងយុត្តិធម៌ក្រៅពីវិធានការច្បាប់ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួងបរិស្ថានដើម្បីចុះផ្សព្វផ្សាយនិងផ្តល់ការណែនាំបច្ចេកទេសដល់ម្ចាស់សហគ្រាសនិងធុរជនការធ្វើបែបនេះគឺដើម្បីជួយឲ្យពួកគេអាចគ្រប់គ្រងហានិភ័យបរិស្ថានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់និងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងផលិតផលកម្ពុជាលើឆាកអន្តរជាតិគួរបញ្ជាក់ថាកិច្ចសហប្រតិបត្តិការនេះក៏ឆ្លុះបញ្ចាំងពីការអនុវត្តយុទ្ធសាស្ត្របញ្ចកម្មរបស់រដ្ឋាភិបាលកម្ពុជាដែលផ្ដោតលើការអនុវត្តដោយចីរភាពនិងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចបៃតងនាពេលអនាគតរាយការណ៍ដោយសារព័ត៌មាន The Khmer Daily Network